គេមានសមីការ differential ដែលជាសមីការ differential លំដាប់ទី1មិន homogene បាទហើយអង្គទី2គឺ x ការ៉េកកំណត់ពហុធា z ដែលជាពហុធា degree ទី2ហើយវាគឺជាចម្លើយនៃសមីការហ្នឹងហើយសំណួរខគឺគេប្រាប់បំរាប់មកហើយចុងក្រោយគឺគេឲ្យយើងបង្ហាញថា x ជាចម្លើយទូទៅនៃសមីការកដោះស្រាយសមីការ differential រួចទាញរកអនុគម f បាទឥឡូវយើងចាប់ផ្ដើមមកមើលដំណោះស្រាយរបស់លោកគ្រូទាំងអស់គ្នានេះគឺជាបំរាប់ណាសមីការហើយសំណួរកគឺគេឲ្យយើងកំណត់ពហុធា z ដែលមាន degree ទី2យើងដឹងហើយថាអនុគមពហុធា degree ទី2គឺមានទម្រង់ ax ការ៉េបូក bx បូក c ដែល a b c គឺជាចំនួនពិតហើយ a មេគុណ a ត្រូវខុសពី0ណាដូចនេះលោកគ្រូតាងអនុគមពហុធា degree ទី 2z ដែលគេចង់បានគឺលោកគ្រូតាង ax ការ៉េបូក bx បូក c អញ្ចឹងមកបាទយើងដឹងហើយថាប្រធានលំហាត់គឺគេប្រាប់មកគេថា c ហ្នឹងគឺជាចម្លើយពិសេសនៃសមីការបើវាជាចម្លើយពិសេសនៃសមីការយើងអាចយកវាទៅជំនួសក្នុងសមីការបានដោយឡែកសមីការគឺជាសមីការ differential លំដាប់1គឺជាប់ derivative ទី1ដូចនេះយើងត្រូវការរក c' នៃ x ដែរគឺរក derivative ទី1អនុគម c បាទលោកគ្រូរកទៅឃើញ 2ax បូក b បន្ទាប់មកយើងយកវាទៅជំនួសក្នុងសមីការហើយបានយើងជំនួសបានដោយសារតែ c នឹងគឺជាចម្លើយពិសេសនៃសមីការដែលគេប្រាប់មកណាបាទកន្លែងណា y លោកគ្រូបដូរទៅជា c នាំឲ្យ y' คล้ายទៅជា c' នៃ x បាទហើយ y ទៅជា c នៃ x ដូចនេះលោកគ្រូជំនួសយកតែម្ដងណាបាទ y' គឺលោកគ្រូជំនួសដោយ 2ax បូក b ហើយ y គឺលោកគ្រូជំនួសដោយ ax ការ៉េបូក bx បូក c បានប៉ុណ្នេះណាបន្ទាប់មកលោកគ្រូពន្លាតគុំមេគុណ x ការ៉េជាមួយមេគុណ y ការ៉េមេគុណ x ជាមួយមេគុណ x ចាប់ x ជាកតាមកតួដែលអត់ x ដាក់ជាមួយតួដែលអត់ x បាទអញ្ចឹងនេះលោកគ្រូពន្លាតទៅបាន 2ax ការ៉េ 2ax ហើយ2នេះគុណចូល 2bx ចាប់ x ជាកតាចំណែក b អត់មានជាប់ x លោកគ្រូទុកដដែលហើយ2គុណនឹង c យើងបាន 2c ស្មើ x ការ៉េបាទអង្គខាងឆ្វេង degree ទី2អង្គខាងស្ដាំក៏ degree ទី2អញ្ចឹងគឺយើងផ្ទឹមមេគុណមកមេគុណ x ការ៉េគឺត្រូវស្មើនឹងមេគុណ y ការ៉េបាទមេគុណ x ស្មើមេគុណ x តួដែលអត់ x គឺស្មើនឹងតួដែលអត់ x មេគុណ y ការ៉េនៅអង្គខាងឆ្វេងយើងដឹងណា 2a ចំណែកមេគុណ x ការ៉េនៅអង្គខាងស្ដាំគឺលេខ1យើងទាញបាន 2a ស្មើ1ដោយឡែកមេគុណ x អង្គខាងឆ្វេងគឺ 2a បូក 2b អង្គខាងស្ដាំគឺមិនមានទេណាមានន័យថា0ដូចគ្នាដែរតួដែលអត់ x គឺ b បូក 2c គឺស្មើ0ដែរណាបាទនាំឲ្យយើងទាញបានប៉ុណ្នេះតាមសមីការ1លោកគ្រូដោះស្រាយទាញរក a ណា 2a ស្មើ1យើងទាញរក a មកគឺបាន1នៅលើ2បាទឃើញ a ហើយលោកគ្រូយកទៅជំនួសក្នុងសមីការ2ណាបាទកន្លែងណា a គឺលោកគ្រូជំនួសដោយ1លើ2ដោយនេះលោកគ្រូទាញរក b បាទអញ្ចឹងទាញរក b គឺស្មើនឹងដក1នៅលើ2យើងស៊ីសងលេខនឹងធម្មតាមកណាសម្រួល2នេះបាន1បូកបោះមកស្ដាំទៅជាដក1ទាញរក b ទៅយើងបានដក1លើ2ហើយលោកគ្រូយក b ស្មើដក1លើ2ទៅជំនួសក្នុងសមីការ3ដើម្បីរក c អញ្ចឹងយើងទាញរក c គឺបានស្មើនឹង1នៅលើ4ឥឡូវយើងរកឃើញ a b និង c ហើយសំណួរដែលគេសួររកគឺពហុធា degree ទី2តាំងឲ្យ c នេះបាទដែល c នៃ x ហ្នឹងគឺស្មើនឹង ax ការ៉េបូក bx បូក c ដោយឡែក abc យើងក៏រកឃើញហើយយើងអាចជំនួសចូលទៅក្នុងនឹងបានគឺដូចនេះ c នៃ x ដែលគេចង់បានគឺស្មើនឹង ax ការ៉េដែល a ជួសដោយ1លើ2អញ្ចឹងយើងបាន1លើ 2x ការ៉េបូក bx គឺ b ជួសដោយដក1លើ2ដក1លើ 2x បូក c គឺ1លើ4ឥឡូវយើងរក c នៃ x ឃើញហើយយើងចាប់ផ្ដើមទៅបន្តនៅសំណួរអក្សរខទៅទៀតណាបាទសំណួរអក្សរខនេះគេឲ្យយើងបង្ហាញថា f គឺជាចម្លើយទូទៅនៃសមីការឥឡូវយើងមកមើលបំរាប់ដែលគេឲ្យមកនេះយើងដឹងហើយណានៅក្នុងដំណោះស្រាយគេដាក់មកថាបើហ្នឹងគឺជាបំរាប់ហើយគេថា h ជាចម្លើយនៃសមីការ y' បូក 2y ស្មើ0បាទនេះគឺជាបំរាប់
ហើយ C អានេះ C នេះគឺយើងស្រាយមិញណាមិញនេះបំរាប់នៅសំណួរកនោះដែលយើងរកឃើញមិញវាជាចម្លើយនៃសមីការតាមបំរាប់ទាំងពីរហ្នឹងលោកគ្រូអាចចងជាប្រព័ន្ធសមីការបានដោយឡែកសមីការនេះលោកគ្រូសុំស្រង់មកខាងនេះដើម្បីឲ្យងាយក្នុងការបញ្យល់យើងមើលហាស់ជាចម្លើយនៃសមីការ y' បូក 2y ស្មើ0ដូចនេះបើវាជាចម្លើយលោកគ្រូអាចយកហាស់ហ្នឹងទៅជំនួសក្នុងសមីការនឹងបានមានន័យថាកន្លែងណា y លោកគ្រូបដូរទៅជាហាស់យើងបានហាស់ព្រីមបូក 2 ហាស់ស្មើ0ហើយ C ជាចម្លើយពិសេសនៃសមីការលោកគ្រូអាចយកវាទៅជំនួសក្នុងសមីការបានដែលសមីការយើងនេះហើយយើងបដូរមកគឺកន្លែងណា y គឺយើងបដូរទៅជា C ដោយសារ C ជាចម្លើយនៃសមីការដូចលោកគ្រូអាចជំនួសបានឥឡូវយើងមានទំនាក់ទំនង1និងទំនាក់ទំនង2លោកគ្រូយកសមីការ1បូកនឹងសមីការ2បាទយកសមីការ1បូកសមីការ2 derivative ផលបូកគឺស្មើនឹងផលបូកនៃ derivative ដូចនេះហាស់បូក z ព្រីមដូចគ្នាណាលោកគ្រូដាក់រួមយើងបានហាស់បូក z ព្រីមដោយឡែកហាស់បូក z មានមេគុណ2នេះចាប់2កតាយើងបាន2កតាហាស់បូក z 0បូក x ការ៉េគឺបាន x ការ៉េចុះហេតុអ្វីបានជាលោកគ្រូបូកដោយសារតែបំរាប់គេឲ្យមកនេះហាស់គឺស្មើ f ដក z ដោយលោកគ្រូទាញរក f មកគឺបានហាស់បូក z អញ្ចឹងហាស់បូក z ហ្នឹងគឺវាស្មើ f នៅពេលដែលលោកគ្រូបូកចូលទៅបានហាស់បូក z គឺស្មើ f លោកគ្រូអាចជំនួសហាស់បូក z ហ្នឹងដោយអក្សរ f បានបាទដោយនេះលោកគ្រូជំនួសហាស់បូក z គឺលោកគ្រូបដូរទៅជាអក្សរ f នោះយើងបាន f' បូក 2s ស្មើ x ការ៉េយើងសង្កេតឃើញថា f' បូក 2s ស្មើ x ការ៉េគឺវាមានទម្រង់ដូចសមីការដោយគ្រាន់តែយើងបដូរពី y ទៅជា f អញ្ចឹងមានន័យថា f ហ្នឹងគឺជាចម្លើយនៃសមីការដោយសារយើងជំនួស y ដោយអក្សរ f នេះអញ្ចឹងយើងបាន f' បូក 2s ស្មើ x ការ៉េគឺ f ហ្នឹងផ្ទៀងផ្ទាត់ទៅក្នុងសមីការបាទអញ្ចឹងនាំឲ្យយើងទាញបាន f ជាចម្លើយនៃសមីការបាទអញ្ចឹងលំហាត់ដែលគេឲ្យយើងបង្ហាញបានគេឲ្យបង្ហាញថា f ជាចម្លើយទូទៅនៃសមីការដូចនេះបាទយើងបានប៉ុណ្ណឹងឬក៏យើងអាចធ្វើមួយរបៀបទៀតគឺយើងយកវាទៅជំនួសក្នុងសមីការតែម្ដងគឺគេឲ្យបង្ហាញថា s ជាចម្លើយទូទៅនៃសមីការដែលយើងដឹងថា s នេះប្រធានលំហាត់មកគេឲ្យហាស់ស្មើ s ដក z យើងទាញរក f ស្មើហាស់បូក z អញ្ចឹងយើងយកវាទៅជំនួសមក s ហ្នឹងគឺស្មើហាស់បូក z យកទៅជំនួសក្នុងសមីការផ្ទៀងផ្ទាត់ក្នុងសមីការមកពិតគឺបានដូចគ្នាអញ្ចឹងយើងអាចយកជំនួសក៏បានឬក៏ធ្វើតាមមធ្យោបាយចងជាប្រព័ន្ធហើយបូកចូលគ្នាដោយលោកគ្រូធ្វើហ្នឹងក៏បានឥឡូវយើងបន្តមកសំណួរបន្ទាប់គឺសំណួរកដោះស្រាយសមីការ differential y' បូក 2y ស្មើ0វាគឺជាសមីការ differential លំដាប់1 homogene យើងដឹងហើយយើងញែកអថេបើលោកគ្រូញែកអថេ y' លោកគ្រូសរសេរថា dy លើ dx ចំណែក 2y លោកគ្រូរុញមកខាងស្ដាំបូករុញមកដកបន្ទាប់មកលោកគ្រូញែកអថេខាង y បោះមក y ខាង x បោះមកខាង x អញ្ចឹងលោកគ្រូបោះ dx មកខាងនេះណាជាមួយដក2នេះបានដក 2 dx បាទបំពាក់អង្គទាំងសងខាងនឹង integral បំពាក់អង្គទាំងសងខាងនឹង integral បាទយើងបាន integral dy លើ y ស្មើ integral ដក 2 dx អង្គខាងឆ្វេងយើង integral dy លើ y យើងបាន logarit នៃពែននៃតម្លៃដាច់ខាត y ដោយឡែកអង្គខាងស្ដាំគឺយើងបានដក 2x បូក c នេះបាទ integral ចូលរូបមន្តទាំងអស់តែអ្វីដែលយើងចង់បានគឺ y បាទ y លោកគ្រូចាប់ផ្ដើមទាញរកតម្លៃដាច់ខាត y នេះមកគឺបាន សេគុណដក 2x បូក c ដែលយើងប្រើរូបមន្តសមីការ logarit នៃពែនណាហើយលោកគ្រូផ្ដាច់មក សេគុណ c គុណនឹង សេគុណដក 2x បាទដោយឡែកស្វ័យគុណ c គឺជាចំនួនពិតវាគឺជាចំនួនពិតជាលេខណាបាទហើយសេគុណដក 2x នេះគឺជាប់ x ឥឡូវលោកគ្រូទាញរក y ជាមុនសិនតម្លៃដាច់ខាតយើងដឹងហើយតែទាញទៅគឺជាប់បូកដកហើយបូកដកសេគុណ c គុណនឹងសេគុណដក 2x
ហើយ y នេះគឺលោកគ្រូតាំងដោយហាស់នៃ x ហើយអ្វីដោយសារនៅសំណួរខាងលើនោះចម្លើយរបស់សមីការហ្នឹងគឺហាស់នៃ x ដូចនេះលោកគ្រូតាំងដោយហាស់តែម្ដងទៅដោយគេនិយាយពីខាងលើមកនៅសំណួរខាងលើគឺថាហាស់ហ្នឹងជាចម្លើយនៃសមីការ y' បូក 2y ស្មើ0បាទអញ្ចឹងលោកគ្រូតាំងវាដោយហាស់យកតែម្ដងបូកដក សេគុណសេណាដើម្បីដាច់ខាតទីទៅជាប់បូកដកបាទដោយលោកគ្រូបានបញ្ជាក់ពីខាងលើណាសេគុណសេហ្នឹងជាលេខប៉ះបូកដកគុណនៅតែជាលេខដែរអញ្ចឹងវាគឺជាចំនួនពិតបើវាជាចំនួនពិតលោកគ្រូយកវាស្មើអក្សរកាណាមួយមកណាកាឬក៏អក្សរ a ធំអីមួយមកបាទដើម្បីឲ្យងាយហៅលោកគ្រូតាំងវាដោយអក្សរកាមួយដូចនេះហាស់នៃ x ដែលជាចម្លើយទូទៅនៃសមីការដែលគេឲ្យរកហ្នឹងគឺយើងបានការសេគុណដក 2x ដែលការជាចំនួនពិតណាហើយយើងតាំងពីខាងលើនេះបាទជាចម្លើយទូទៅនៃសមីការសំណួរជាបន្ទាប់គឺគេឲ្យយើងទាញរកអនុគម f បាទដើម្បីបានអនុគម f យើងដឹងហើយបំរាប់ពីខាងលើ f គឺស្មើហាស់បូក g ហាស់លោកគ្រូទើបតែរកឃើញបាទហាស់នៃ x គឺការសេគុណដក 2x ចំណែក g នៃ x គឺលោកគ្រូរកឃើញពីខាងលើនេះ1លើ 2x ការ៉េដក1លើ 2x បូក1លើ 4នេះនៅសំណួរអក្សរកណាបាទដូចនេះឯង x ដែលគេចង់បានគឺស្មើនឹងបាទហាស់បូក z គឺការសេគុណដក 2x បូក z ប៉ុណ្នេះ1លើ 2x ការ៉េដក1លើ 2x បូក1លើ 4ហើយដែលការជាចំនួនពិតឬក៏ចំនួនថេរហ្នឹងណាជាចម្លើយទូទៅនៃសមីការ